បាទសួស្តីបងប្អូនអរគ្នាចឹងថ្ងៃនេះលោកគ្រូនាំបងប្អូនមកសិក្សាមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី6បន្តទៀតហើយគឺមេរៀនទី7ផ្ទៃកន្លាហើយលោកគ្រូនឹងនាំបងប្អូនទៅធ្វើលំហាត់ទី1ទី2និងទី3ទំព័រទី37គឺយើងសិក្សាអំពីផ្ទៃកន្លាត្រីកោណណាលំហាត់តកតងនឹងផ្ទៃកន្លាត្រីកោណបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរលោកគ្រូនឹងនាំបងប្អូនទៅសិក្សាលំហាត់នីមួយៗដូចតទៅបាទអញ្ចឹងមកដល់ចំណុចទី1នេះគឺគេឲ្យកូនគណនាផ្ទៃកន្លាត្រីកោណដែលមានដូចរូបអញ្ចឹងបាទដោយគេប្រាប់ជ្រុងបាតវាគឺ 4.2 ហើយនឹងកម្ពស់របស់វាគឺ5សង់ទីម៉ែត្របាទអញ្ចឹងកូនដឹងហើយថាដើម្បីរកផ្ទៃកន្លាត្រីកោណយើងធ្វើម៉េចណាបាទអញ្ចឹងផ្ទៃកន្លាត្រីកោណគឺបាតគុណនឹងកម្ពស់ចែកឲ្យ2បាទផ្ទៃកន្លាត្រីកោណគឺបាតគុណកម្ពស់ចែកឲ្យ2អញ្ចឹងយើងតាំង A ធំជាផ្ទៃកន្លាថ្នាក់ទី6ណាអញ្ចឹងថ្នាក់ទី6យើងតាំង A ធំជាផ្ទៃកន្លាហើយ A តូចនេះជាជ្រុងបាតហើយ A នេះជាកម្ពស់បាទហើយចែក2អញ្ចឹងកូនដឹងហើយថាជ្រុងនេះជ្រុងខាងក្រោមនេះយើងហៅថាបាតហើយកត់ដែលគូសពីកំពូលរបស់ត្រីកោណមកកែងជាមួយបាតហ្នឹងគេហៅថាកម្ពស់អញ្ចឹងកូនជ្រុងណាក៏ដោយឲ្យតែមកកែងជាមួយនឹងបាតអាហ្នឹងគេហៅកម្ពស់ហើយបាទអញ្ចឹងកូនស្គាល់បាតស្គាល់កម្ពស់ហើយអញ្ចឹងកូនចំនួនលេខចូលមកអញ្ចឹង A គឺស្មើ 4.2 សង់ទីម៉ែត្របាទហើយនឹងកម្ពស់វា5សង់ទីម៉ែត្រអញ្ចឹងយើងគុណទៅបាទ4.2 នេះយើងគុណនឹង5បានស្មើនឹង21សង់ទីម៉ែត្រការ៉េបាទសង់ទីម៉ែត្រការ៉េអញ្ចឹងយើងចែក2ទៅស្មើ 10.5 សង់ទីម៉ែត្រការ៉េបាទអញ្ចឹងកន្លែងនេះកូននេះកន្លែងនេះ4.2 សង់ទីម៉ែត្រគុណនឹង5សង់ទីម៉ែត្រនេះគឺកូនកុំភ្លេចដាក់កន្លែងនេះគឺជាសង់ទីម៉ែត្រការ៉េណាដោយសារអីដោយសារនេះគឺជាផ្ទៃកន្លាចតុកោណកែងអញ្ចឹងកូនលោកកូនបានរៀនមេរៀនផ្ទៃកន្លាចតុកោណកែងណាអញ្ចឹងផ្ទៃកន្លាចតុកោណកែងស្មើផ្ទៃកន្លាការ៉េឬក៏ផ្ទៃកន្លាចតុកោណកែងចែក2អញ្ចឹងយើងបានផ្ទៃកន្លាត្រីកោណបាទអញ្ចឹងតទៀតលំហាត់ខលំហាត់ខក៏មិនខុសពីលំហាត់កដែរកាលណាកូនចេះធ្វើលំហាត់កកូនចេះធ្វើលំហាត់ខហើយអញ្ចឹងកូនសរសេររូបមន្តវាមកអញ្ចឹងផ្ទៃកន្លាត្រីកោណរបស់បាតគុណកម្ពស់ចែក2តបមកកូនចំនួនលេខចូលមកបាតវាគឺ10សង់ទីម៉ែត្របាទកម្ពស់របស់វាគឺ8សង់ទីម៉ែត្រអញ្ចឹងកូនគុណមក18ដង80ណាបាទ80សង់ទីម៉ែត្រការ៉េហើយយើងចែក2មកកូនយក80ចែក2មកបាទអញ្ចឹងស្មើ40សង់ទីម៉ែត្រការ៉េបាទអញ្ចឹងនេះជាចម្លើយរបស់លំហាត់ទី1យើងបាទតោះឥឡូវយើងតទៀតគឺយើងចូលដល់លំហាត់ទី2អញ្ចឹងលំហាត់ទី2លំហាត់កគេឲ្យកូនរកផ្ទៃកន្លារូបហ្នឹងបាទអញ្ចឹងរូបនេះបើសិនជាកូនយើងអត់មានកត់ទ្រូងនេះទេយើងហៅវាថាជាចតុកោណភ្នាយហ្នឹងមែនទេបាទអញ្ចឹងវាជាចតុកោណភ្នាយហើយប៉ុន្តែក្នុងនេះយើងរៀនអត់ទាន់ដល់ចតុកោណភ្នាយទេអញ្ចឹងយើងដោះស្រាយតាមផ្ទៃកន្លាត្រីកោណអញ្ចឹងដើម្បីរកផ្ទៃកន្លារូបនេះបានរូបនេះបានអញ្ចឹងលោកគ្រូតាំងអានេះជា A1 មកផ្ទៃកន្លា A1 មានន័យថាផ្ទៃកន្លាត្រីកោណទី1នេះផ្ទៃកន្លាត្រីកោណទី2បាទតោះឥឡូវយើងរកទាំងអស់គ្នាមកបាទយើងរកមកអញ្ចឹងផ្ទៃកន្លាត្រីកោណទី1កូននេះផ្ទៃកន្លាត្រីកោណទី1អញ្ចឹងអានេះជាបាតរបស់វាគឺ12ម៉ែត្របាទហើយកម្ពស់របស់ត្រីកោណទី2នេះ A2
trong phẩm 7 នេះក៏ជាកម្ពស់របស់ A1 ដែរចឹងមានន័យថា A1 ហ្នឹងកម្ពស់របស់វាក៏8ដែរបើកូនបន្លាយពីហ្នឹងមកដល់ហ្នឹងកូនគិតថាហ្នឹងវាជាស្មើគ្នាបាទចឹងពីពូលហ្នឹងមកហ្នឹងខែងនឹងជ្រុងបាតហ្នឹងគឺមានន័យថាអាហ្នឹងក៏ជាកម្ពស់របស់8ហ្នឹងក៏ជាកម្ពស់របស់ A1 ដែរអញ្ចឹងយើងយក12គុណនឹង8មកចែក2អញ្ចឹង12 8ដង8 2ដង6 16ត្រាទឹក1អញ្ចឹង96ណា96ម៉ែត្រការ៉េហើយយើងចែក2មកអញ្ចឹងត្រីផ្ទៃកន្លាត្រីកោណទី1នេះគឺស្មើ48ម៉ែត្រការ៉េបាទតបមកកូនរកផ្ទៃកន្លាត្រីកោណទី2ទៀតមក A2 អញ្ចឹង A2 យើងបានបាតវា9ហើយកម្ពស់របស់វានេះ8ណានេះកូននេះមើលប៉ុណ្ណេះបាទអញ្ចឹងយើងយក9គុណ8ស្មើ72ចែក2ស្មើ36ម៉ែត្រការ៉េអញ្ចឹងយើងយករកផ្ទៃកន្លាសរុបវិញមកកូនផ្ទៃកន្លាសរុបយក A1 បូក A2 មកបាទយកត្រីកោណទាំងពីរនឹងបូកចូលគ្នាមកអញ្ចឹងស្មើ36ម៉ែត្រការ៉េបូក48ម៉ែត្រការ៉េអញ្ចឹង8បូក6នេះស្មើ14សេលេខ4ត្រាទឹក1 4បូក3 7 7នឹង1 8អញ្ចឹងស្មើ84ម៉ែត្រការ៉េបាទអញ្ចឹងមកខាត់ពេកយើងតទៅលំហាត់ខយើងមួយទៀតបាទលំហាត់ខនេះគឺមានរូបអញ្ចឹងកូនណាបាទអញ្ចឹងគេមានរូបនេះបាទអញ្ចឹងកូនមើលអញ្ចឹងកូនមើលនេះគេមានរូបហ្នឹងគឺរូបនេះផ្គុំឡើងពីត្រីកោណចំនួនប៉ុន្មានកូនរាប់មើល1 2 3 4 5 6បាទអញ្ចឹងរូបហ្នឹងមានត្រីកោណ6ណាមានត្រីកោណ6ខ្លះគេហៅថាឆកោណណាបាទខ្លះគេហៅឆកោណកូនមើលនេះអញ្ចឹងក្នុងត្រីកោណមួយហ្នឹងគឺក្នុងត្រីកោណមួយហ្នឹងគឺបាតវាគឺស្មើ 11.6 បាទ 11.6 ហើយកម្ពស់របស់វាគឺ10ម៉ែត្របាទអញ្ចឹងកូនរកផ្ទៃកន្លាត្រីកោណមួយមកហើយឃើញប៉ុន្មានកូនយកទៅគុណនឹងត្រីកោណទាំង6ហ្នឹងមកអញ្ចឹងកូនឃើញផ្ទៃកន្លារូបហ្នឹងណាតោះឥឡូវយើងរកទាំងអស់គ្នាណាបាទអញ្ចឹងយើងរកយកផ្ទៃកន្លាត្រីកោណមួយបាតរបស់វា 11.6 ម៉ែត្រគុណនឹង10ម៉ែត្រអញ្ចឹងចែក2មកយើងយកទៅគុណនឹងត្រីកោណទាំង6ហ្នឹងមកបាទអញ្ចឹងយើងគណនាទាំងអស់គ្នាមកអញ្ចឹង 11.6 យើងគុណនឹង10ស្មើ116ម៉ែត្រការ៉េបាទចែក2អញ្ចឹងយើងចែកមកអញ្ចឹងយើងយក116ចែក2ស្មើ58ម៉ែត្រការ៉េតោះមកកូនយកផ្ទៃកន្លាត្រីកោណមួយហ្នឹងទៅគុណនឹង6មកបាទអញ្ចឹងស្មើ348ម៉ែត្រការ៉េបាទអញ្ចឹងកូនអស់នេះកុំភ្លេចគណនាឡើងវិញផងព្រោះដើម្បីផ្ទៀងផ្ទាត់ជាមួយលោកគ្រូថាតើយើងកូនអស់នេះធ្វើត្រូវអត់អញ្ចឹងកុំភ្លេចធ្វើប្រមាណវិធីណាកូនពេលធ្វើមើលលោកគ្រូហ្នឹងបដាកូនគណនាធ្វើប្រមាណវិធីបដាណាបាទបើសិនជាកូនអង្គុយមើលតែលោកគ្រូចុចឆ្លាយបញ្យល់កូនហ្នឹងគឺកូនអត់ឆាប់យល់ទេអញ្ចឹងដល់កូនព្យាយាមធ្វើមើលលោកគ្រូបដាធ្វើប្រមាណវិធីបដាណាបាទអញ្ចឹងយើងចូលដល់លំហាត់ទី3ដែលឬយើងហៅថាចំណោទទី3ហ្នឹងបាទអញ្ចឹងលំហាត់ទី3ទំព័រទី37ហ្នឹងកូនមើលនេះគេឲ្យយើងរូបអញ្ចឹងណាបាទរូបត្រីកោណហ្នឹងអញ្ចឹងហើយគេឲ្យយើងរកផ្ទៃកន្លាកគណនាផ្ទៃកន្លាត្រីកោណ A B D អញ្ចឹង A B D បាទខគេឲ្យយើងគណនាផ្ទៃកន្លាត្រីកោណ A C D នេះ A មកនេះមក C អីមកដល់នេះ D ណាបាទនេះអញ្ចឹងអាផ្ទៃកន្លាអាត្រីកោណតូចពណ៌សអត់មានឆ្នោតហ្នឹងអាហ្នឹង A C D តមកទៀតគោគេឲ្យយើងរកផ្ទៃកន្លាត្រីកោណ A B C អញ្ចឹង A B C
chẳng ABC chốt không màu được con này tì là chốt không màu đó tì là tì còn ABC chẳng ABD mình này là tăng không màu hay đằng so đấy bột trộn này đấy so không màu bột trộn này nó mà nó ABD ta lời dân rồi á và chẳng tì là tì còn ABD cứ dân mơ này dân qua cái phù vế còn cái phù vế cứ buồn mài đấy phù vế buồn mài hơi bạt về bên này mà này B C nâng C D chẳng bên đây thà phù vải bạt vế mà nâng BC BC bột nâng CD chẳng BC cô đăng ấy bày mài CD mùi cho pram mài và chẳng nhân do bay bộ mùi cho pram nó chẳng gư gì ba rồi bọt tay cao A B D mà A B D chẳng bay mài bột mùi cho pram mát mà buồn cho pram mài mà chẳng buồn cho pram mát nhưng con buồn đó mà chẳng mà đầm bay nữa hay dần chạy tí mà buồn mà thề mà những tây là tây cao ABD cứ mà còn buồn mà cá rề mà lấy chỗ đó là chùm nó khó cái ao kẹt niệm tây là tây cao ACD chẳng ACD có pua bảo vệ buồn đôi khi hay bà bảo vệ mùi chói pram mà chẳng dân vô mùi chói pram con buồn má chẳng vô bà con có pua chạy pì má chẳng bà chẳng mà buồn pram đó mà thấy chẳng có muối mai trế chạy pí mà bày mai cá rề mà chẳng mà bày mai trế nè và trai cao ACD tóm á ta chưa vào trong lệch cố tây là trai cao ABC chẳng ABC mà chẳng ABC ní còn pua ruộng bảo vệ có buồn này còn chẳng ba bảo vệ bảy mày chẳng dừng vô bảy còn buồn á mà bảy buồn đó đọc phí chạy phí chẳng má pra mùi mày cá rề mà chẳng chùm lại bảo vệ cứ pra mùi mày cá rề mùi tiết chùm lệch cô này còn này tây là trai cao ABC ní bà con ạt rô tam rùm mòn tê nè con ạt trăng rô tam rùm mòn tê con dốc tây là trai cao ABD nữa toàn này con tây là trai cao ABD đo tây là trai cao ACD mất có khơi đôi kia này còn khơi nhầm lại đôi kia bà rồi chẳng các bạn này chân vô tây là có đọ tây là khó khơi tây là cổ mà chân toàn ấy còn ở này cũng lấy gì thưa mà thi nó mơ là cụ đá con luyện thưa mà thì ta thấy là cụ bị chạy tiệt tiệt to nâng tây là rồi có phải mà này mình này thà lùm hạt thôi thì biết con complete cho xe rùm này con yên cho xe rùm ở đài đó con nâng store này và hay chùm lại con complete cu ấp chùm lại kề dần tới đầm bầy cô này cồn cọt cài đó bạn đang là này chia chùm lại bà cồn đấy và chẳng là cô mình phần năng thế thì miền này cái lại này khoa khát rồi có con lại nha rồi có cồn ai đọc ra thi sinh kỹ năng tiếp con ai cầm mình hàng cào này còn ai cầm mình hàng cào mất là cô chăm mơ chùm lại bạc cồn tiền đấy bà có con chăn còn con nè